ស្ដីបងប្អូននេះមកដល់ព្រៃចំណាំលើកទី1ថាកន្លែងដែលសម្បូរត្រីបងប្អូននេះក៏ច្រើនដែរបងប្អូនហើយយើងកំពុងទៅដើរទៅមើលតាមផ្លូវបន្លាយម្ដងបងប្អូនសួស្ដីពុកម៉ែបងប្អូនថ្ងៃទី5ខែ10 2025ឥឡូវនេះបានមកដល់ទឹកដីនៃព្រៃចំណាំលើកទី1បងប្អូនអត់ដែរមកទេឥឡូវបានមកដល់ព្រៃចំណាំចាំមើលតើមានអ្នកបងទេបងប្អូនតែមកលើកទី1នេះអ្នកបងច្រើនបងប្អូនដល់ហើយចាំមើលទស្សនាវីដេអូជាមួយខ្ញុំនេះមនុស្សច្រើនមែនតើបងប្អូនអ្នកបងក៏ច្រើនដែរមនុស្សដល់ហើយនេះនេះច្រើនមែនតើបងប្អូនច្រើនត្រីដែលទៅងាត់ធ្វើដឹងថាត្រីនេះត្រីលោតត្រីអូយជួយមកត្រីត្រីលោតដល់ក៏ហើយមុននេះត្រីយោពូអ្នកបងច្រើនមែនតើតែត្រីស្ងាត់ថ្ងៃទី5នេះបងប្អូនបើថ្ងៃទី2ថ្ងៃទី3គាត់ថាត្រីច្រើននេះរៀងស្បើយត្រីស្ងាត់ទឹកស្រកបងប្អូនទឹកស្រកនេះអ្នកបងច្រើនមែនតើនៅព្រៃចំណាំបងប្អូនច្រើនទឹកស្រកអត់សូវមានទឹកឡើងអ្នកបងខាងនេះខាងនោះក៏មានច្រើនមែនតើត្រូវតែអ្នកបោយបងប្អូនថ្ងៃទី5នេះអត់សូវមានអ្នកបងត្រូវតែបើបោយត្រូវស្ងាត់